រៀនចប់ជំនាញកសិកម្ម4ឆ្នាំបោះបង់ការងារប្រាក់ខែ8,000 យ៉ននៅទីក្រុងពិតជាស្ដាយមែនតែខ្ញុំរៀនជំនាញកសិកម្មបែបធម្មជាតិដីខ្មៅនៅស្រុកកំណើតនេះគឺជាមន្ទីរពិសោធន៍ដ៏ល្អបំផុតសម្រាប់ខ្ញុំអ្នកណាធ្វើនឹងអូបណ្ឌិតត្រឡប់មកកំពុងតែចង់រកឪពុកឯងនិយាយរឿងនេះដែរដីកន្លះហិកតានេះខ្ញុំយកហើយសង់កន្លែងប្រមូលអេតចាយឲ្យលុយ500 យ៉នចាត់ទុកថាចប់រឿង500 យ៉នដីកន្លះហិកតារបស់ផ្ទះខ្ញុំដាំបន្លែមួយឆ្នាំលក់បានរាប់ពាន់ យ៉នលោកចង់យកក៏យកឲ្យតែ500 យ៉នហ្នឹងម៉េចតិចពេកមែនទេខ្ញុំវ៉ាងឡាហ៊ូក្នុងភូមិនេះយកដីអ្នកណាដែលមិនដែលយកដោយឥតគិតថ្លៃឲ្យ500 យ៉ននេះគឺទុកមុខឲ្យអញហើយកុំឲ្យមុខមិនយកបើមិនអញចិននឹងយកដីកន្លះហិកតាដែលនៅសល់របស់អញទៀតការប្រើអារម្មណ៍មិនអាចដោះស្រាយបញ្ហាបានទេមានតែធ្វើឲ្យខ្លួនឯងខាតបង់គាត់មានកូនចៅជាអ្នកកាងហើយក៏ជាប្អូនថ្លៃមេភូមិទៀតពេលនេះមិនអាចតាំងដោយកម្លាំងបានទេមនុស្សកំសាករៀនច្រើនមានប្រយោជន៍អីចុងក្រោយក៏ត្រូវតែស្ដាប់ខ្ញុំដដែលវ៉ាងឡាហ៊ូអ្វីដែលឯងជំពាក់ខ្ញុំថ្ងៃនេះខ្ញុំនឹងឲ្យឯងសងត្រឡប់មកវិញទ្វេដងធ្វើមិនទៅឥឡូវនោះគឺជាដីដែលរកស៊ីចិញ្ចឹមជីវិតរបស់គ្រួសារយើងណាឆេនស៊ឺឯងត្រឡប់មកវិញហើយល្អណាស់ទៅរកវ៉ាងឡាហ៊ូជាមួយប៉ាទៅប៉ាមិនជឿថាវាអាចធ្វើអ្វីតាមអំពើចិត្តបានទេប៉ាទៅក៏ធ្វើអ្វីមិនកើតដែរបើវាឈ្នះក៏ត្រូវជាប់គុកបើចាញ់ក៏ត្រូវចូលពេទ្យវ៉ាងឡាហ៊ូចង់តែឲ្យប៉ាប្រើកម្លាំងនឹងឯងចុះត្រូវធ្វើម៉េចឲ្យគេយកដីយើងទៅទាំងស្រស់បែបនេះប៉ាធ្វើស្រែចម្ការមួយជីវិតមិនដែលជួបរឿងអយុត្តិធម៌បែបនេះទេយើងទៅរកមេភូមិសិនទៅឲ្យគាត់ជួយរកយុត្តិធម៌ឲ្យយើងជាគួរអញឲ្យរឿងនេះប៉ាដឹងហើយសុទ្ធតែជាអ្នកភូមិជាមួយគ្នាទេអ្នកចិត្តខាងគ្នាទេអត់ធ្មត់បន្តិចទៅលោកខ្លះគាត់មិនមែនតាំងចិត្តធ្វើបែបនេះទេគាត់គ្រាន់តែមានរបស់របរចាស់ច្រើនពេកគ្មានកន្លែងដាក់ឲ្យអត់ធ្មត់យ៉ាងម៉េចបើគាត់រំលោភយកដីយើងហើយថែមទាំងបំផ្លាញចំការបន្លែយើងទៀតរឿងនេះឲ្យយើងទ្រាំបានយ៉ាងម៉េចចុះបងចង់បានអីទៀតបងក៏ដឹងថាលោកខ្លាជាមនុស្សបែបណាដែរបើគាត់ខឹងឡើងមកខ្ញុំក៏ខាត់គាត់មិនបានដែរខ្ញុំថាយក500 យ៉នទៅបាន500 យ៉នក៏ប្រសើរជាងមិនបានសំបីតែមួយកាក់ប៉ាកុំពិបាកចិត្តអីរឿងនេះកូនជាអ្នកដោះស្រាយកូនសន្យាថាលោកខ្លានឹងប្រគល់ដីមកឲ្យយើងវិញហើយគាត់នឹងត្រូវសងថ្លៃយ៉ាងធ្ងន់ធ្ងរលោកខ្លាបើអ្នកចូលចិត្តចាក់សម្រាមណាស់មែនទេអញ្ចឹងខ្ញុំនឹងរកកន្លែងល្អឲ្យអ្នកគិតថាខ្លួនឯងចំណេញមែនទេអញ្ចឹងខ្ញុំនឹងឲ្យអ្នកដឹងថាការលោភលន់បន្តិចបន្តួចនឹងធ្វើឲ្យអ្នកខាតបង់ធំមើលចុះអាលីងវាកំពុងធ្វើស្អីហ្នឹងមិនដាំបន្លែឲ្យល្អមកសង់រោងធ្វើអីហានរណាទៅដឹងរៀនដល់សាកលវិទ្យាល័យតែឈួតអស់ហើយខ្ញុំថាវាប្រហែលជាខឹងលោកខ្លាំងពេកហើយអាលីងបើអញខ្វះលុយចាយមកប្រាប់បងខ្លាទៅបងខ្លាឲ្យអញប៉ុន្មានរយយ៉នក៏បានដែរកុំធ្វើរឿងឥតប្រយោជន៍អីមិនអាចដាំអ្វីបានល្អទេស្អីគេវាចិញ្ចឹមដង្កូវនាងមែនទេរបស់នឹងគួរឲ្យខ្ពើមណាស់អាចហូបបានដែរខ្ញុំថាវាឈួតមែនទែនហើយមិនដាំបន្លែស្រួលមកចិញ្ចឹមដង្កូវលោកខ្លានិយាយត្រូវណាស់វាពិតជាកំសាកមែនគេរំលោភដីហើយមិនហ៊ានតាំងបានត្រឹមតែលាក់ខ្លួនក្នុងរោងចិញ្ចឹមដង្កូវហាពួកឯងមើលចុះខ្ញុំថាវាជាមនុស្សឈួតមែនចិញ្ចឹមដង្កូវចាំមើលដល់ពេលវាអស់លុយខ្ញុំនឹងដណ្ដើមយកដីដែលនៅសល់របស់វាទៀតចឹងជឿកុំចិញ្ចឹមវាទៀតអីដង្កូវនេះទាំងមកខ្វាក់ទាំងស្អុយគ្មានអ្នកណាទិញទេយើងដាំបន្លែវិញទៅយ៉ាងហោចណាស់ក៏មានហូបដែរប៉ាកុំបារម្ភអី
ដង្កូវនេះមិនត្រឹមតែលក់បានលុយទេថែមទាំងចំណេញជាងដាំបន្លែទៅទៀតមិនយូរទេប៉ានឹងឃើញសមត្ថភាពកូនជាក់ជាមិនខានវ៉ាងឡាវហ៊ូដល់ពេលដែលឯងត្រូវចប់ហើយល្បែងនេះទើបតែចាប់ផ្ដើមប៉ុណ្ណោះចង់តាំងជាមួយខ្ញុំមែនទេចាប់ពីពេលនេះទៅស្លឹកបន្លែស្អុយបាយសមន់ទាស្លាប់យកទៅចាក់ចោលមុខរោងវាឲ្យអស់ខ្ញុំចង់ដឹងណាស់ថាវានឹងចិញ្ចឹមដង្កូវក្នុងកន្លែងស្អុយបែបនេះដោយរបៀបណាវ៉ាងឡាវហ៊ូនេះធ្វើបាបយើងពេកហើយខ្ញុំទៅតាំងជាមួយវាឥឡូវនេះហើយប៉ាកុំទៅអីវាខំយកចំណីមកឲ្យយើងទេតាចង់បានខ្លាំងណាស់យកចំណីមកឲ្យសម្រាមស្អុយទាំងនេះហៅថាចំណីមែនទេដង្កូវចូលចិត្តរបស់ទាំងនេះខ្លាំងណាស់សម្រាមសរីរាង្គដែលកែច្នៃរួចគឺជាចំណីដែលមានជីវជាតិបំផុតសម្រាប់ដង្កូវដាំឡើយខ្ញុំគិតថានឹងចំណាយលុយទិញលីមកគោលីមកមន់ឥឡូវវ៉ាងឡាវហ៊ូយកមកឲ្យដល់ផ្ទះដោយឥតគិតថ្លៃជួយសន្សំលុយខ្ញុំបានច្រើនណាស់ម្នាក់នេះវាឈួតមែនទេអ្នកណាក៏គេចចេញពីសម្រាមដែរតែវាបែរជាចាត់ទុកជាកំណប់ទៅវិញវ៉ាងឡាវហ៊ូអើយអញចង់ចាក់ចោលប៉ុណ្ណាក៏តាមចិត្តចុះឯងចាក់កាន់តែច្រើនដង្កូវខ្ញុំកាន់តែធំលឿនដល់ពេលនោះឯងនឹងដឹងថាខ្លួនឯងវេទនាប៉ុណ្ណាអាចឈួតអើយកណ្ដុរទាំងនេះឆ្លាតណាស់ខ្ញុំមិនជឿទេថាលើកនេះមិនអាចបំពោលពួកឯងឲ្យងាប់បានអាពួកកណ្ដុរងាប់តែហេតុរបស់ខ្ញុំហេតុអ្វីក៏ឯងចាក់ចោលខ្ញុំទៅបែបនេះលីងឈឿនយើងមិនចប់ត្រឹមនេះទេសំមុខហើយដែលចេះតែទៅបង្កបញ្ហានេះហើយជាកម្មផលខ្ញុំថាទើបតែចាប់ផ្ដើមទេលោកវ៉ាងធ្វើរឿងអាក្រក់ច្រើនណាស់ថ្ងៃណាមួយនឹងទទួលបានផលកម្មមិនខានលោកលីនការចិញ្ចឹមដង្កូវទឹករបស់អ្នកពិតជាល្អណាស់ធំជាងអ្វីដែលខ្ញុំធ្លាប់ឃើញទៅទៀតពិតមែនហើយលីមកវាក៏គ្មានក្លិនស្អុយដែរជីនេះប្រកាសជាមានគុណភាពខ្ពស់ខ្ញុំប្រើតែចំណីធម្មជាតិសុទ្ធចិញ្ចឹមតាមបែបធម្មជាតិបានជាគុណភាពវាល្អបែបនេះនេះជាលុយដំបូងដែលគាត់រកបានពីការចាប់ផ្ដើមអាជីវកម្មនៅភូមិក៏ជាជំហានដំបូងនៃផែនការសងសឹករបស់គាត់ដែរល្អណាស់កូនពិតជាធ្វើបានជោគជ័យមែនម៉ែដឹងហើយថាកូនប្រកាសជាធ្វើបានម៉ែថាហើយកូនម៉ែមិនមែនជាមនុស្សល្មមទេការចិញ្ចឹមដង្កូវទឹកចំណេញជាងដាំបន្លែទៅទៀតមិននឹកស្មានថាចិញ្ចឹមដង្កូវទឹកអាចរកលុយបានច្រើនបែបនេះកូនលីននេះពិតជាមានសមត្ថភាពមែនហើយរៀនចប់មហាវិទ្យាល័យពិតជាខុសពីគេខួរក្បាលគាត់រហ័សរហួនណាស់លោកវ៉ាងស្មានតែគេជាមនុស្សកំសាកតាមពិតគេកំពុងតែរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ហេតុអ្វីបានជាអាអ្នកចិញ្ចឹមដង្កូវម្នាក់នេះអាចរកលុយបានច្រើនម្ល៉េះខ្ញុំមិនអាចឲ្យវារកលុយបានស្រួលបែបនេះទេលោកវ៉ាងអ្នកចតឡាននៅទីនេះខ្ញុំគ្មានផ្លូវចេញចូលទេសូមជួយយកវាចេញទៅខ្ញុំចតត្រង់នេះតើអ្នកអាចធ្វើអ្វីខ្ញុំបានផ្លូវនេះមិនមែនជារបស់អ្នកទេខ្ញុំចង់ចតត្រង់ណាក៏ជាសិទ្ធិរបស់ខ្ញុំតើអ្នកអាចធ្វើអ្វីខ្ញុំបានបើខ្លាំងមែនក៏ទៅរុញវាចេញទៅហាលោកវ៉ាងអ្នកកំពុងតែដើរទៅរកសេចក្តីស្លាប់ហើយក្នុងនៅពេលដែលអ្នកចង់ស្លាប់ខ្ញុំនឹងបំពេញបំណងអ្នកអាឡូលោកប៉ូលីសខ្ញុំចង់រាយការណ៍
មានគេយកឡានខូចមកចតបិទផ្លូវចូលកន្លែងចិញ្ចឹមរបស់ខ្ញុំធ្វើឲ្យខ្ញុំមិនអាចដឹកទំនិញបានបណ្ដាលឲ្យខាតបង់លុយកាក់យ៉ាងច្រើនតើអ្នកមែនទេដែលរីកាមកបាទលោកប៉ូលីសឡានចាស់ខូចនេះជារបស់លោកវ៉ាងឡាវហ៊ូគាត់ចិត្តអ្នកចតទុកនៅទីនេះដើម្បីបិទផ្លូវចេញចូលរបស់ខ្ញុំស្អែកខ្ញុំត្រូវដឹកទំនិញឲ្យភ្ញៀវឥឡូវនេះមិនអាចផ្ទុកទំនិញបានទេលោកវ៉ាងឡាវហ៊ូឡាននេះជារបស់លោកមែនទេប្រញាប់យកវាចេញទៅលោកចតឡានបិទផ្លូវសាធារណៈបែបនេះគឺខុសច្បាប់សណ្ដាប់ធ្នាប់សាធារណៈហើយលោកប៉ូលីសកុំយល់ច្រឡំគ្រាន់តែការយល់ច្រឡំប៉ុណ្ណោះផ្លូវនេះមិនមែនជារបស់គាត់ម្នាក់ឯងឯណាខ្ញុំចតបន្តិចបន្តួចមានអីខុសម្យ៉ាងទៀតនេះជាឡានខូចបាក់លេងកាត់ហើយបាក់លេងកាត់ហើយបាក់លេងកាត់ចុះលោកអូសវាមកទីនេះដោយរបៀបណាប្រញាប់រកឡានមកអូសវាចេញទៅបើមិនដូច្នោះទេយើងនឹងចាត់ទុកថាជាការរារាំងចរាចរណ៍ឲ្យអូសឡាននេះចេញថែមទាំងត្រូវពិន័យជាប្រាក់ទៀតផងបានខ្ញុំយកចេញឲ្យវិញកុំអីលីនឈឿនចាំមើលសិនទៅលើកនេះឯងសំណាងទេលើកក្រោយខ្ញុំនឹងធ្វើឲ្យឯងដឹងថាខ្ញុំជាអ្នកណាសមុខឲ្យលោកវ៉ាងឡាវហ៊ូក៏មានថ្ងៃនេះដែរធម្មតាគាត់តែងតែធ្វើបាបគេឯងរហូតលើកនេះទីបំផុតមានអ្នកអាចបង្ក្រាបគាត់បានហើយលីនឈឿនពិតជាមានវិធីមែនមិនបាច់ឆ្លុះប្រកែកគ្រាន់តែទូរស័ព្ទមួយខលក៏អាចដោះស្រាយជាមួយលោកវ៉ាងឡាវហ៊ូបានមិនបានទេខ្ញុំមិនអាចទុកឲ្យរឿងនេះចប់ត្រឹមនេះទេខ្ញុំត្រូវតែធ្វើឲ្យលីនឈឿនស្គាល់ពីរសជាតិខ្លះឲ្យគេដឹងថាខ្ញុំវ៉ាងឡាវហ៊ូមិនមែនជាមនុស្សដែលគេអាចមកបង្កាប់បាននេះទេការចិញ្ចឹមដង្កូវរបស់លីនឈឿនគឺត្រូវការទឹកបើខ្ញុំកាត់បំពង់ទឹករបស់គេចោលដង្កូវរបស់គេនឹងងាប់អស់ដោយសារខ្វះទឹកដល់ពេលនោះលីនឈឿនមិនត្រឹមតែរកលុយមិនបានទេថែមទាំងខាតបង់អស់ទាំងស្រុងទៀតហើយបើខ្ញុំលួចធ្វើនៅពេលយប់គ្មានអ្នកណាដឹងឡើយលីនឈឿនប្រកាសជាគ្មានភស្តុតាងទេហ៎លីនឈឿនចាំមើលឯងនឹងចិញ្ចឹមដង្កូវដោយរបៀបណាទៀតលោកវ៉ាងឡាវហ៊ូលោកពិតជាអាក្រក់ដូចដែលខ្ញុំគិតមែនក្នុងនៅពេលដែលលោកចង់រកគ្រោះដាក់ខ្លួនកុំបន្ទោសខ្ញុំដែលមិនគួរសមលោកវ៉ាងឡាវហ៊ូម្នាក់នេះពិតជាអាក្រក់ខ្លាំងណាស់ប្រកាសជាគាត់ជាអ្នកធ្វើហើយប៉ាកុំទៅអីយើងមានភស្តុតាងហើយមិនបាច់ឆ្លោះជាមួយគាត់ទេគាត់បានកាត់ទូយកទឹករបស់ខ្ញុំគាត់ត្រូវតែសង្លុយខ្ញុំហើយខ្ញុំចង់ឲ្យគាត់ដឹងថាធ្វើរឿងអាក្រក់គឺត្រូវតែទទួលខុសត្រូវអូសិស្សសាលាលីនថ្ងៃនេះមានពេលទំនេរមកទីនេះដែរហេឬមួយដង្កូវរបស់អ្នកងាប់អស់ហើយទើបមកសុំឲ្យខ្ញុំជួយវ៉ាងឡាវហ៊ូយកមិញអ្នកមែនទេដែលកាត់ទូយកទឹកក្នុងចំការខ្ញុំឯងនិយាយស្អីគ្មានមូលដ្ឋានខ្ញុំទៅកាត់ទូយកឯងពេលណាឯងមានភស្តុតាងទេបើគ្មានភស្តុតាងកុំនិយាយផ្ដេសផ្ដាសប្រយ័ត្នខ្ញុំប្តឹងពីបទបរិហាកិច្ចណាភស្តុតាងខ្ញុំមានតើមើលខ្លួនឯងទៅនេះមិនមែនជាអ្នកទេអេមិនក៏បែបនេះឥឡូវមានអ្វីចង់និយាយទៀតទេអ្នកកាត់ទូយកទឹករបស់ខ្ញុំធ្វើឲ្យដង្កូវក្នុងចំការខ្ញុំខ្វះទឹកខាតបង់អស់ច្រើនណាស់ហើយមួយទៀតខ្ញុំត្រូវទិញទូយកថ្មីមកដាក់ទៀតធ្វើឲ្យខកខានការដឹកទំនិញឲ្យភ្ញៀវការខាតបង់ទាំងអស់នេះសរុប500យ៉នសងលុយខ្ញុំមកឥឡូវនេះ500យ៉នឯងប្លន់លុយយ៉ាងណាគ្រាន់តែទូយកទឹកចាស់មួយមិនថ្លៃប៉ុន្មានទេខ្ញុំសងឯងបានត្រឹម50យ៉នប៉ុណ្ណោះ50យ៉នវ៉ាងឡាវហ៊ូកុំមកថ្លៃជាមួយខ្ញុំបើមិនសង500យ៉នឥឡូវនេះទេខ្ញុំនឹងយកវីដេអូនេះទៅប្តឹងប៉ូលីសនេះលុយយកទៅហើយឆាប់ទៅឲ្យឆ្ងាយវ៉ាងឡាវហ៊ូខ្ញុំប្រមានអ្នកនេះជាលើកទី1ហើយក៏ជាលើកចុងក្រោយដែរបើអ្នកហ៊ានមកបំផ្លាញចំការខ្ញុំទៀតលើកក្រោយខ្ញុំមិនមែនទារត្រឹមលុយបែបនេះទេខ្ញុំនឹងប្តឹងប៉ូលីសឲ្យមកដោះស្រាយតែម្ដងលីនឈឿនចាំមើលសិនទៅបើមិនសងសឹកលើកនេះខ្ញុំវ៉ាងឡាវហ៊ូមិនមែនជាមនុស្សទេ
មិនបានទេលើកនេះត្រូវតែឲ្យលីងឈឿនទទួលរងកម្មវិញម្ដងគ្រាន់តែដកទូយោទឹកវាមិនសមនឹងគាត់ទេខ្ញុំនឹងវាយកំទេចរោងគាត់ឲ្យខ្ទេចឲ្យគាត់អស់លុយគ្មានសល់ចាំទុកណាវាយឲ្យបែកខ្ទេចហើយផ្លាស្ទិកឲ្យរហែកអស់វាយឧបករណ៍ឲ្យខ្ទេចរួចជន់ដង្កូវទាំងនោះឲ្យងាប់ឲ្យអស់បងខ្លាកុំបារម្ភធានាថាធ្វើបានល្អឥតខ្ចោះធានាថាមិនមានអ្នកណាដឹងថាជាស្នាដៃយើងទេចិនហ្វឺប្រយ័ត្នខ្លួនផងវាងឡាវហ៊ូយប់នេះនឹងមកវាយកំទេចរោងអ្នកពួកនោះសុទ្ធតែជាអ្នកលេងល្បីឈ្មោះក្នុងក្រុងអាឡូប៉ូលីសមែនទេខ្ញុំចង់រីកាយប់នេះមានគេមកវាយកំទេចកន្លែងចិញ្ចឹមសត្វខ្ញុំថែមទាំងគំរាមធ្វើបាបខ្ញុំទៀតប៉ូលីសមកដល់ហើយកុំកម្រើកហាហាវាងឡាវហ៊ូសំមុខវាហើយចង់បានចំណេញតែបែរជាខាត់បងអស់លុយហើយថែមទាំងអាម៉ាស់ទៀតមែនហើយលើកនេះគាត់អស់មុខមាត់ក្នុងភូមិហើយលីងឈឺពិតជាខ្លាំងមែនគ្រប់ពេលអាចគ្រប់គ្រងវាងឡាវហ៊ូបានលីងឈឺកំពុងធ្វើអីហ្នឹងទេល្អសោះជីកប្រឡាយធ្វើអីអ្នកណាទៅដឹងប្រហែលខ្លាចទឹកលិចពេលភ្លៀងតែដេរោងគាត់ខ្ពស់ណាស់មិនអាចលិចទឹកបានទេខ្ញុំថាគាត់ធ្វើរឿងឥតប្រយោជន៍ទេមានលុយចាយមិនដឹងធ្វើអីអាម្នាក់នេះខួរក្បាលវាមានបញ្ហាឬអីជីកប្រឡាយបែបនេះអាចហូបបានទេខ្ញុំថាវាឈួតព្រោះតែចិញ្ចឹមដង្កូវនឹងឯងវាងឡាវហ៊ូអើយពេលនេះអ្នកសើចសប្បាយប៉ុណ្ណាថ្ងៃក្រោយអ្នកនឹងយំខ្លាំងប៉ុណ្ណោះអ្នកគិតថាខ្ញុំធ្វើរឿងឥតប្រយោជន៍មែនទេតាមពិតខ្ញុំកំពុងជីកភ្នូឲ្យអ្នកស្រាប់ហើយមិនបានទេត្រូវតែពង្រីកក្បែរនេះជាចំការបន្លែលីងឈើសាកសមនឹងសាងសង់ឃ្លាំងអ្នកធ្វើអីហ្នឹងនេះជាដីផ្ទះខ្ញុំអ្នកមិនអាចមកសាងសង់នៅទីនេះបានទេចេញទៅដីអ្នកអីឥឡូវវាជាដីខ្ញុំហើយខ្ញុំនឹងសាងសង់ឃ្លាំងនៅទីនេះបើចង់រស់កុំមករំខានបើមិនអញ្ចឹងទេខ្ញុំវាយអ្នកឲ្យស្លាប់អ្នកធ្វើបាបគេពេកហើយចុះបើខ្ញុំធ្វើបាបហើយមិនដែរដីនេះតាមពិតជារបស់ផ្ទះខ្ញុំថ្ងៃនេះទោះអ្នកចង់ឬមិនចង់ក៏ត្រូវតែប្រគល់ឲ្យខ្ញុំមិនឲ្យក៏ត្រូវតែឲ្យដែរប៉ាមិនអីទេមែនទេកូនឲ្យគេមកដណ្ដើមដីផ្ទះយើងទៀតហើយថែមទាំងរុញប៉ាដួលទៀតមើលអីហ្នឹងដីនេះជារបស់ផ្ទះខ្ញុំតាំងពីដើមមកអ្នកមិនសុខចិត្តក៏ធ្វើអ្វីមិនកើតដែរប្រាប់ឲ្យដឹងចុះលីងឈឿនដីនេះខ្ញុំយកហើយបើចេះគិតគូរក៏ប្រគល់ដីនេះមកឲ្យខ្ញុំដោយល្អទៅបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យអ្នករស់នៅក្នុងភូមិនេះមិនបានឡើយឈឿនយើងមិនអាចបណ្ដោយឲ្យរឿងនេះចប់បែបនេះទេគេដណ្ដើមដីយើងទៅហើយប៉ាយើងឲ្យច្បាប់ជាអ្នកដោះស្រាយទៅកុំទាន់អាលឥឡូវមិនទាន់ដល់ពេលទេគេកាន់តែក្រអឺតក្រទុំថ្ងៃក្រោយគេនឹងដួលកាន់តែខ្លាំងយើងចាំមើលរឿងសប្បាយទៅបានហើយ
វាងឡាវហ៊ូអ្នកបានប៉ះពាល់ដល់ដែនកំណត់របស់ខ្ញុំហើយក្នុងពេលដែលអ្នកចង់បង្ករឿងអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកអស់ទ្រព្យសម្បត្តិមិនខានលោកលីងជីកំប៉ុស្តរបស់អ្នកនេះល្អជាងជីសរីរាង្គទាំងអស់ដែលខ្ញុំធ្លាប់ឃើញគ្មានក្លិនស្អុយបន្តិចសោះថែមទាំងមានក្លិនក្រអូបដូចដីធម្មជាតិទៀតយកទៅដាំផ្កាពណ៌ប្រកាសជាស្រស់ស្អាតខ្លាំងណាស់ហើយផ្កាក៏រីកបានយូរដែរខ្ញុំបានប្រាប់អ្នករាល់គ្នាហើយរបស់លោកលីនគឺទុកចិត្តបាន100ខ្ញុំធ្លាប់យកជីរបស់គាត់ទៅដាំលុយវាលូតលាស់លឿនជាងជីគីមីធម្មតាដល់ទៅ2 ដងឈឿនអ្នកពិតជាមនុស្សល្អណាស់ផ្ទះយើងស្ទើរតែគ្មានអ្វីហូបទៅហើយអ្នកពិតជាបានជួយពួកយើងច្រើនណាស់ពិតមែនហើយឈឿនអ្នកកុំបារម្ភអីពួកយើងនឹងខំប្រឹងធ្វើការឲ្យល្អម្នាក់ឈ្មោះលីងឈឿននេះពិតជាល្អមែនរកលុយបានហើយក៏មិនភ្លេចជួយអ្នកភូមិយើងគឺប្រសើរជាងវាងឡាវហ៊ូឆ្ងាយណាស់វាងឡាវហ៊ូរកលុយបានច្រើនណាស់តែមិនដែលជួយអ្នកណាទេថែមទាំងរករឿងគេរាល់ថ្ងៃពីមុនខ្ញុំធ្លាប់ថាគាត់ចិញ្ចឹមដង្កូវដីនេះគឺឥតប្រយោជន៍តែពេលនេះមើលទៅប្រហែលជាខ្ញុំមើលមនុស្សខុសហើយហាលីងឈឿនចាំមើលសិនទៅមិនយូរទេខ្ញុំនឹងរកលុយបានច្រើនជាងអ្នកទៅទៀតដល់ពេលនោះខ្ញុំនឹងដណ្ដើមយកផ្ទះកញ្ចក់របស់អ្នកទាំងអស់ចម្លែកណាស់ដំបូលក៏មិនលិចទឹកដែរចុះហេតុអ្វីបានជាដីសាំបែបនេះតើវាមានរឿងអ្វីទៅលោកម្ចាស់វាងដីនៅក្រោមឃ្លាំងនេះវាទន់អស់ហើយដោយសារទឹកម្យ៉ាងទៀតកម្រិតទឹកក្រោមដីនៅទីនេះខ្ពស់ណាស់ទឹកវាហូរជ្រាបឡើងមកលើរហូតឃ្លាំងរបស់អ្នកសង់នៅកន្លែងទាបបែបនេះហើយមិនបានធ្វើប្រព័ន្ធការពារទឹកទៀតមិនលិចទឹកទើបជារឿងចម្លែកចុះត្រូវធ្វើម៉េចទៅវិធីតែមួយគត់គឺត្រូវរុះរើឃ្លាំងនេះចោលហើយធ្វើគ្រឹះថ្មីនឹងដាក់ប្រព័ន្ធការពារទឹកបើមិនដូច្នោះទេដីនឹងកាន់តែសើមខ្លាំងឡើងចុងក្រោយឃ្លាំងទាំងមូលនឹងបាក់លំមិនខានធ្វើគ្រឹះថ្មីតើត្រូវចំណាយលុយប៉ុន្មានទៅរឿងនឹងខ្ញុំមិនដឹងទេតែនេះជាវិធីតែមួយគត់វាងឡាវហ៊ូនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះគ្រោះមហន្តរាយធំជាងនេះកំពុងរងចាំអ្នកនៅខាងមុខទៀតវាងឡាវហ៊ូខ្ញុំប្រាប់ឲ្យដឹងណាខ្ញុំលែងចង់រស់នៅទីនេះទៀតហើយរាល់ថ្ងៃមានតែពស់វាចុះវាឡើងថ្ងៃណាមួយខ្ញុំប្រកាសជាត្រូវពស់ចឹកស្លាប់មិនខានខ្ញុំនឹងនាំកូនត្រឡប់ទៅផ្ទះម្ដាយខ្ញុំវិញខ្លាចអីគ្រាន់តែពស់ប៉ុន្មានក្បាលនឹងចាំខ្ញុំវីឲ្យងាប់អស់ទៅគឺចប់ហើយវីយ៉ាងម៉េចនឹងអស់ទៅកាលពីម្សិលមិញឃើញក្អែបនៅលើគ្រែកូនទៀតថ្ងៃនេះឃើញពស់នៅក្នុងទូដាក់ចានទៀតថ្ងៃស្អែកមិនដឹងមានអ្វីវាចេញមកទៀតទេខ្ញុំមិនចង់ឲ្យកូនត្រូវមកភ័យខ្លាចរស់នៅបែបនេះទេហាសំមុខវាហើយនេះហើយជាផលកម្មអ្នកណាប្រើឲ្យគាត់ចេះតែចាក់សម្រាមពីវាពីកៅហើយថែមទាំងដណ្ដើមដីគេទៀតសូម្បីតែទេវតាក៏មើលមិនរួចដែរបញ្ជូនពស់មកកំចាត់វាចោលហើយខ្ញុំថាទីលានអេតចៃមួយនេះមិនយូរមិនឆាប់គង់តែបិទទ្វារទេ
អាមីភ្លៀងស្អីក៏ធ្លាក់ខ្លាំងម្ល៉េះទំនិញខ្ញុំហារឿងទាំងអស់នេះមិនមែនជាគ្រោះថ្នាក់ចៃដន្យទេគឺជាគម្រោងរបស់លីងឈឿនសុទ្ធសាធលីងឈឿនរៀបគម្រោងដាក់វាតាំងពីដើមមកការជីកប្រឡាយមិនមែនដើម្បីបង្ហូរទឹកទេគឺដើម្បីលើកកម្ពស់កម្រិតទឹកក្រោមដីឲ្យដីគ្រឹះឃ្លាំងរបស់វាទន់លីងឈឿនអញវាពិតជាមនុស្សអាក្រក់មែនយើងមិនចប់ជាមួយអញទេលីងឈឿនចេញមកនេះចេញមកអាមនុស្សចិត្តអប្រិយឯងជីប្រឡាយធ្វើអីឈប់ដៃទៅខ្លាំងថ្ងៃនេះខ្ញុំត្រូវតែគិតគូរជាមួយឯងវ៉ាងឡាវហ៊ូអ្នកចង់ធ្វើអីខ្ញុំចង់ធ្វើអីហេខ្ញុំចង់ឲ្យអ្នកទទួលខុសត្រូវអ្នកជីប្រឡាយបង្ហូរទឹកដោយចេតនាធ្វើឲ្យទឹកក្រោមដីឡើងខ្ពស់រហូតធ្វើឲ្យឃ្លាំងខ្ញុំបាក់រលំខាត់បងលុយរាប់ម៉ឺនយ៉នថ្ងៃនេះអ្នកត្រូវតែសងលុយខ្ញុំបើមិនអញ្ចឹងទេខ្ញុំនឹងកំទេចរោងរបស់ឯងហ៊ានទេខ្ញុំប្រមានឯងទុកមុនបើឯងហ៊ានប៉ះរោងខ្ញុំបន្តិចខ្ញុំនឹងហៅប៉ូលីសភ្លាមការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាក្នុងទំហំទឹកប្រាក់ធំធេងគឺត្រូវជាប់គុកហើយមិនដែរមិនហ៊ានទាំងហេះអញថាខ្ញុំជីកប្រឡាយបង្ហូរទឹកឲ្យលេចឃ្លាំងឯងមានភូស្តាងទេភូស្តាងត្រូវការភូស្តាងអីទៀតឯងបង្ហូរទឹកចូលប្រឡាយរាល់ថ្ងៃមិនមែនដើម្បីឲ្យលេចដីគ្រឹះខ្ញុំទេចុះដើម្បីអីដីផ្ទះខ្ញុំទាបជាងគេក្នុងភូមិទឹកមិនហូរមកផ្ទះខ្ញុំតើឲ្យវាហូរទៅណាខ្ញុំជីកប្រឡាយលើដីខ្ញុំដើម្បីស្រោចស្រពដង្កូវវាជាសិទ្ធិស្របច្បាប់របស់ខ្ញុំមើលឲ្យច្បាស់ទៅនេះជាដីរបស់ខ្ញុំនេះជាកសិដ្ឋានរបស់ខ្ញុំធ្វើអ្វីនៅលើដីរបស់ខ្ញុំវាជារឿងស្របច្បាប់មិនពាក់ព័ន្ធនឹងអ្នកទេចំណែកឃ្លាំងអ្នករលំវាជារឿងរបស់អ្នកចង់សន្សំលុយក៏មិនធ្វើគ្រឹះឲ្យរឹងមាំហើយក៏មិនការពារសំណើមទឹកក្រោមដីឡើងវាជារឿងធម្មជាតិមិនពាក់ព័ន្ធនឹងខ្ញុំទេអ្នកកាត់បន្ថយគុណភាពទើបខូចខាតហើយអ្វីត្រូវឲ្យខ្ញុំសងលោកវ៉ាងឡាវហ៊ូខ្ញុំប្រមានអ្នកទុកមុនកុំមកបង្កចំនួននៅស្ថានខ្ញុំទៀតបើមិនអញ្ចឹងទេខ្ញុំមិនត្រឹមតែហៅប៉ូលីសទេខ្ញុំនឹងប្តឹងទៅខាងបរិស្ថានទៀតរឿងរំលោភដីនឹងចោលសម្រាមពាសវាលពាសកាលវ៉ាងឡាវហ៊ូនេះទើបតែចាប់ផ្ដើមទេអ្វីដែលអ្នកជំពាក់ខ្ញុំនឹងទារមកវិញទាំងអស់បងប្រុសបងត្រូវតែជួយរកយុទ្ធធម៌ឲ្យខ្ញុំម្នាក់ឈ្មោះលីងឈឿននឹងវាខ្លាំងណាស់វាជីកប្រឡាយបង្ហូរទឹកធ្វើឲ្យឃ្លាំងខ្ញុំរលំខ្ញុំខាតបងលុយរាប់សែនយ៉នបងត្រូវតែឲ្យវាសងលុយខ្ញុំឈប់យំទៅខ្ញុំនឹងហៅលីងឈឿនមកទីនេះឲ្យវាដោះស្រាយជាមួយអ្នកលោកប្រធានចាមានការអ្វីមែនទេលីងឈឿនវ៉ាងឡាវហ៊ូថាអ្នកជីកប្រឡាយបង្ហូរទឹកធ្វើឲ្យឃ្លាំងគាត់រលំរឿងនឹងពិតមែនទេលោកប្រធានចាងកុំនិយាយផ្ដេសផ្ដាសខ្ញុំជីកប្រឡាយនៅលើដីខ្ញុំដើម្បីស្រោចស្រពដីចិញ្ចឹមដង្កូវវាស្របច្បាប់ឃ្លាំងវ៉ាងឡាវហ៊ូរលំព្រោះគាត់មិនធ្វើគ្រឹះឲ្យរឹងមាំកាត់បន្ថយគុណភាពសំណង់មិនពាក់ព័ន្ធនឹងខ្ញុំសំបីបន្តិចមិនពាក់ព័ន្ធបើមិនមែនព្រោះអ្នកបង្ហូរទឹកទេទឹកក្រោមដីមិននឹងឡើងឃ្លាំងខ្ញុំមិននឹងរលំទឹកក្រោមដីឡើងជារឿងធម្មជាតិមិនពាក់ព័ន្ធនឹងការបង្ហូរទឹករបស់ខ្ញុំទេបើខ្ញុំមិនបង្ហូរទឹកចេញទេភ្លៀងធ្លាក់ខ្លាំងបែបនេះកម្រិតទឹកក្រោមដីវានឹងឡើងខ្ពស់ដដែលខ្លាំងរបស់អ្នកនឹងបាក់ដដែលនឹងកុំនិយាយផ្ដេសផ្ដាសឈប់ឆ្លោះគ្នាទៅលីងឈឿនទោះជាយ៉ាងណាក៏ដោយលោកវ៉ាងក៏ខាត់បងលុយរាប់ម៉ឺនដែរយើងសុទ្ធតែអ្នកភូមិជាមួយគ្នាជួយសងគាត់ខ្លះទៅទុកឲ្យរឿងនេះចប់ត្រឹមនឹងចុះហេតុអ្វីខ្ញុំត្រូវសងគាត់លោកប្រធានចាងក្នុងនាមជាមេភូមិលោកគួរតែធ្វើការដោយយុត្តិធម៌មិនគួរលំអៀងទៅខាងណាទេលោកវ៉ាងរំលោភយកដីផ្ទះខ្ញុំថែមទាំងរុញឪពុកខ្ញុំដួលកាត់បំពង់ទឹកខ្ញុំទៀតហើយជួលគេមកវីកំទេចរោងខ្ញុំរឿងទាំងនេះហេតុអ្វីលោកមិនដោះស្រាយលោកប្រធានចាងភូស្តាងទាំងនេះខ្ញុំមានច្បាប់ចម្លងច្រើនណាស់បើថ្ងៃនេះលោកនៅតែលំអៀងទៅខាងលោកវ៉ាងខ្ញុំនឹងយកភូស្តាងទាំងអស់នេះទៅប្តឹងដល់សាលាក្រុងនិងតុលាការដល់ពេលនោះមិនត្រឹមតែលោកវ៉ាងទេដែលជាប់ទោសសូម្បីតែលោកជាមេភូមិក៏ប្រហែលជាមិនរួចខ្លួនដែរនេះលោកវ៉ាងរឿងនេះខ្ញុំលែងលូកដៃហើយ
រឿងរបស់អ្នកដោះស្រាយខ្លួនឯងទៅលីងឈឿនអញមិនឲ្យយើងរស់ស្រួលយើងក៏មិនឲ្យអញស្រួលដែរអញរកលុយបានដោយសារចិញ្ចឹមដង្កូវនាងមែនទេយើងនឹងជីកយកដង្កូវអញទៅចោលចាំមើលអញរកលុយដោយរបៀបណាចាំទុកណាជីកឲ្យអស់គុំឲ្យសល់ល្អបំផុតគឺកាយកន្លែងចិញ្ចឹមវាឲ្យរលីងឲ្យដង្កូវវាងាប់ឲ្យអស់បងវ៉ាងទុកចិត្តចុះធានាថាធ្វើបានសម្រេចយើងទៅម៉ោង 3 ភ្លឺគ្មានអ្នកណាដឹងខ្លួនឡើយអ្នកណាគេនៅទីនោះអូមកធ្វើអ្វីនៅទីនេះដឹងមុនបែបនេះមិនគួរធ្វើបែបនោះតាំងពីដំបូងឡើយលោកវ៉ាងសុំទោសផងក្រុមហ៊ុនយើងទទួលតែដាច់អេកចៃថ្មីប៉ុណ្ណោះតែជ្រេះយើងមិនយកទេគឺដាច់ជ្រេះទាំងនោះយើងត្រឡប់ទៅវិញត្រូវរៀបចំថ្មីទៀតសំខាន់ណាស់អ្នកទៅរកអ្នកផ្សេងទៅលោកវ៉ាងរបស់របរខូចបែបនេះនៅចង់លក់ក្នុងតម្លៃដើមទៀតលោកឈួតនឹងលុយមែនទេសូមអង្វរពួកអ្នកចុះថ្លៃបន្តិចក៏បានដែរខ្ញុំបញ្ចុះតម្លៃឲ្យ20មិនយកទេ 30% ទោះបញ្ចុះ 30% ក៏មិនយករបស់ជ្រេះចាប់បែបនេះគ្មានតម្លៃទេយកទៅវិញក៏គ្រាន់តែជាសម្រាមដែរលោកវ៉ាងខ្ញុំរស់នៅជាមួយលោកលេងបានហើយមើលខ្លួនឯងពេលនេះផងផ្ទះមិនដូចផ្ទះមុខរបរក៏ខូចខាតថែមទាំងជំពាក់បំណុលគេវ៉ាន់ដប់ខ្ញុំនៅជាមួយលោកមានតែរងទុក្ខខ្ញុំចង់លែងលះកូនត្រូវតែនៅជាមួយខ្ញុំប្រញាប់ចុះហត្ថលេខាទៅបើមិនអញ្ចឹងទេខ្ញុំនឹងប្តឹងទៅតុលាការខ្លាំងរបស់ខ្ញុំឧបករណ៍របស់ខ្ញុំលោកវ៉ាងកុំចូលទៅវាគ្រោះថ្នាក់ណាស់ខ្លាំងអាចនឹងរលំគ្រប់ពេលមែនហើយរវាងជីវិតនិងលុយមួយណាសំខាន់ជាងកុំចូលទៅស្លាប់អីខ្ញុំខុសហើយខ្ញុំពិតជាខុសមែនលីងឈឿនខ្ញុំសុំទោសអ្នកខ្ញុំមិនគួរដណ្ដើមដីអ្នកទេមិនគួរធ្វើបាបអ្នកទេពួកអ្នកមើលចុះនោះមិនមែនលោកវ៉ាងទេមិនក៏ខ្លាយជាបែបនេះហើយសំមុខវាហើយនេះហើយជាលទ្ធផលនៃការធ្វើបាបអ្នកដទៃគាត់នឹងទៅណាមើលដៃគាត់កាន់ស្រានឹងបារីផងប្រកាសជាទៅសុំអង្វរលីងឈឿនហើយលីងឈឿនខ្ញុំខុសហើយខ្ញុំពិតជាខុសមែនខ្ញុំមិនគួរដណ្ដើមដីអ្នកទេមិនគួរធ្វើបាបអ្នកទេសូមអ្នកអភ័យទោសឲ្យខ្ញុំផងលោកវ៉ាងទើបតែពេលនេះទើបដែលដឹងថាខ្លួនខុសពេលដែលលោកដណ្ដើមដីខ្ញុំកាលពីមុននោះចុះហេតុអ្វីមិនដឹងថាខ្លួនពេលដែលអ្នកលួចកាត់ទូយកទឹកខ្ញុំហើយជួគេមកវាកំទេចរោងខ្ញុំហេតុអ្វីមិនដឹងថាខុសខ្ញុំពេលនោះខ្ញុំវង្វេងស្មារតីខ្ញុំដឹងថាខ្ញុំមិនមែនជាមនុស្សល្អទេខ្ញុំពិតជាអាក្រក់ណាស់សូមអង្វរអ្នកលីងឈឿនសូមទុកផ្លូវឲ្យខ្ញុំរស់ផងខ្ញុំលែងហ៊ានធ្វើទៀតហើយខ្ញុំសន្យាថាចាប់ពីពេលនេះទៅនឹងមិនធ្វើបាបអ្នកណាទៀតទេក្រោកឡើងចង់ឲ្យខ្ញុំយកដង្កូវចេញក៏បានដែរតែអ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌខ្ញុំមកខ្ញុំព្រមទាំងអស់ឲ្យតែអ្នកព្រមយកដង្កូវចេញឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរទី1ត្រូវរុះរើបងដៃខុសច្បាប់ទាំងអស់ចេញជាបន្ទាន់ហើយប្រគល់ដីដែលអ្នករំលោភឲ្យគ្រួសារខ្ញុំវិញទាំងអស់ទី2ត្រូវសម្អាតសម្រាមនៅទីលានចាក់សម្រាមឲ្យស្អាតរួមទាំងសម្រាមដែលកប់ក្នុងដីផងដែរ
ដើម្បីឲ្យដីត្រឡប់មកសភាពដើមវិញទី3ត្រូវប្រើមេក្រូភូមិដើម្បីសុំទោសអ្នកភូមិទាំងអស់គ្នាហើយសន្យាថានឹងមិនធ្វើបាបអ្នកណាទៀតលក្ខខណ្ឌទាំង3នេះខ្វះមួយណាក៏មិនបានដែរខ្ញុំព្រមទាំងអស់ខ្ញុំនឹងទៅរុះរើបងដាច់ឥឡូវនេះឯងបងថ្លៃជួយបើកមេក្រូឲ្យខ្ញុំផងខ្ញុំចង់សុំទោសអ្នកភូមិទាំងអស់គ្នាជំរាបសួរអ្នកភូមិទាំងអស់គ្នាខ្ញុំគឺវ៉ាងឡាវហ៊ូថ្ងៃនេះខ្ញុំមកទីនេះដើម្បីសុំទោសអ្នកទាំងអស់គ្នាជាសាធារណៈកន្លងមកខ្ញុំបានធ្វើរឿងអាក្រក់ក្នុងភូមិធ្វើបាបអ្នកភូមិរំលោភយកដីគេលួចយកសម្រាមគេខ្ញុំបានធ្វើរឿងអសិលធម៌ជាច្រើនខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាជាពិសេសគឺសុំទោសគ្រួសាររបស់លីងឈើនពេលនេះខ្ញុំដឹងកំហុសខ្លួនឯងហើយខ្ញុំនឹងមិនធ្វើបាបអ្នកណាទៀតទេខ្ញុំសន្យាចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើជាអ្នកភូមិល្អដែលគោរពច្បាប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងផ្ដល់ឱកាសឲ្យខ្ញុំកែខ្លួនលីងឈើនខ្ញុំបានធ្វើតាមអ្វីដែលអ្នកប្រាប់ហើយប្រគល់ដីឲ្យអ្នកវិញហើយសម្រាមក៏សម្អាតរួចរាល់ហើយក៏បានសុំទោសអ្នកភូមិទាំងអស់រួចហើយដែរឥឡូវអ្នកអាចរើដង្កូវចេញបានហើយមែនទេខ្ញុំនិយាយពាក្យណាគឺពាក្យហ្នឹងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងជប់បង្ហូរទឹកចូលក្នុងលូទៀតហើយនឹងបន្តិចម្ដងរើដង្កូវទៅកន្លែងផ្សេងហាល្អណាស់ទីបំផុតអាខ្លាវាទៅបាត់ហើយទៅយើងលែងត្រូវរងទុកព្រោះវាទៀតហើយហាពិតមែនហើយវាគួរតែទៅយូរហើយភូមិយើងស្ងប់ស្ងាត់ជាងមុនច្រើនណាស់នេះសុទ្ធតែជាកម្មផលរបស់វាទេបើកាលនោះវាមិនធ្វើខ្លួនអួតអាងពេកទេក៏មិនធ្លាក់ខ្លួនដល់ថ្នាក់នេះដែរលីងឈឺអរគុណអ្នកខ្លាំងណាស់បើគ្មានអ្នកទេមិនដឹងថាភូមិយើងដល់ពេលណាទើបបានសុខស្រួលបែបនេះកាលពីមុនខ្ញុំខុសហើយដែលតែងតែលំអៀងទៅខាងអាខ្លាខ្ញុំសូមទោសអ្នកនៅទីនេះលោកប្រធានចាងរឿងកន្លងទៅហើយកុំគិតអីខ្ញុំក៏ជាអ្នកភូមិម្នាក់ដែរការជួយនាំអ្នកភូមិឲ្យមានបានគឺជារឿងដែលត្រូវធ្វើប្រសិនបើលោកវ៉ាងឡាហ៊ូមានការយល់ដឹងបានពាក់កណ្ដាលដូចជាអ្នកនោះក៏ល្អដែរក៏មិនធ្លាក់ខ្លួនដល់សពថ្ងៃនេះដែរយល់ថាវាទៅធ្វើការនៅបរទេសលំបាកខ្លាំងណាស់គាត់មិនដែលស្ដាយក្រោយចំពោះអ្វីដែលខ្លួនបានធ្វើឡើយប្រសិនបើការនោះគាត់ជ្រើសរើសយកការប្រហារហិង្សាមិនត្រឹមតែដោះស្រាយបញ្ហាអត់បានទេថែមទាំងធ្វើឲ្យខ្លួនឯងជួបបញ្ហាកាន់តែធំព្រោះតែគាត់ជ្រើសរើសប្រើប្រាជ្ញានិងច្បាប់ដើម្បីការពារខ្លួនទើបទទួលបានជ័យជំនះនៅទីបំផុតថែមទាំងនាំអ្នកភូមិទាំងអស់ឲ្យមានជីវភាពធូរធារគាត់ដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះថ្ងៃអនាគតគាត់នឹងពង្រីកមុខរបរចិញ្ចឹមដង្កូវឲ្យកាន់តែធំ
ឲ្យកាន់តែខ្លាំងដើម្បីជួយអ្នកភូមិឲ្យមានបានកាន់តែច្រើនឲ្យដីកំណើតនេះកាន់តែមានភាពរុងរឿងចំណែកអាខ្លាដែលធ្លាប់តែអួតអាងនោះចុងក្រោយបានត្រឹមតែខ្លាយជាមេរៀនសម្រាប់អ្នកភូមិឲ្យចេះរស់នៅដោយសុចរិតកុំធ្វើបាបអ្នកដទៃពេកព្រោះអ្នកមិនដឹងទេថាមនុស្សស្លូតត្រង់ដែលអ្នកមើលងាយនោះថ្ងៃណាមួយនឹងអាចធ្វើអ្វីបានខ្លះតើត្រូវប្រើវិធីណាដើម្បីឲ្យអ្នកសងថ្លៃឈឺចាប់នេះ